របស់ពីរមុខខាងក្រោមនេះគឺជាភ្នាក់ងារបង្កហានិភ័យនៃជំងឺមហារីកក្រពះតាំងចិត្តចូលស្ដាប់វីដេអូមួយនឹងរហូតដល់ចប់បងប្អូននឹងការពារថែទាំទាំងអស់គ្នារបស់ទី1គឺជាប្រភេទអាហារដែលមានរសជាតិប្រៃដិតខ្លាំងអាហារដែលមានរសជាតិប្រៃដិតខ្លាំងគឺវាប៉ះពាល់ទៅលើភ្នាងក្រពះវាជំរុញមេរោគនៅក្នុងក្រពះវិញបងប្អូនឲ្យមានកាន់តែកាន់ឡើងខ្ពស់ហើយការដែលបងប្អូនទទួលទាននៅអាហារដែលមានរសជាតិប្រៃខ្លាំងញឹកញាប់វាបង្កហានិភ័យច្រើនផ្នែកបន្តែវាមិនប៉ះពាល់ទៅលើក្រពះពោះវៀនទេវាថែមទាំងឲ្យបងប្អូនមានបញ្ហាសម្ពាធឈាមនៅថ្ងៃក្រោយមានបញ្ហាតទៅនឹងទឹកនោមប្រៃអាសាឲ្យបងប្អូនមានអាការៈហើមដៃហើមជើងហើមមុខហើយមួយវិញទៀតប៉ះពាល់ជាមួយនឹងតម្រងនោមបងប្អូននឹងកាន់តែធ្ងន់ធ្ងរនៅថ្ងៃក្រោយបើសិនជាបងប្អូនមានទម្លាប់មួយនៅក្នុងការញ៉ាំអាហារដែលមានរសជាតិប្រៃខ្លាំងនឹងឯងបងប្អូនទាំងគ្នាគួរតែផ្លាស់ប្ដូរទម្លាប់ដែលបងប្អូនកំពុងតែមានរាល់ថ្ងៃនឹងឡើងវិញទម្លាប់ដែលបងប្អូនចូលចិត្តនៅអាហារប្រៃអាហារដែលមានជាតិសូដ្យូមខ្ពស់ហ្នឹងបើសិនជាមិនចង់ឲ្យមានបញ្ហាក្រពះពោះវៀននៅថ្ងៃក្រោយបើតាមអង្គការសុខភាពពិភពលោកឬក៏ WHO គឺគេណែនាំឲ្យមនុស្សពេញវ័យយើងទទួលទាននៅប្រភេទអំបិលឬក៏សូដ្យូមហ្នឹងគឺមិនឲ្យលើសពី5ក្រាមទេនៅក្នុងមួយថ្ងៃបើប្រៀបធៀបទៅប្រហែលជាមួយស្លាបព្រាបាយតូចរបស់យើងនឹងឯងរបស់ទី2គឺពាក់ព័ន្ធជាមួយនឹងអាហារផ្អាប់នៅក្នុងអាហារផ្អាប់គឺវាមានជាតិសូដ្យូមឬក៏អំបិលនឹងខ្ពស់ដូចគ្នាវាមានជាតិស្ករនិងប្រភេទខ្លាញ់មិនល្អច្រើនដែលបងប្អូនញ៉ាំចូលទៅគឺវាប៉ះពាល់ទៅលើក្រពះពោះវៀនជាពិសេសវាធ្វើឲ្យបងប្អូនមានអាការៈមួយគឺឡើងកាឡូរីនៅក្នុងរាងកាយវាធ្វើឲ្យបងប្អូនចាប់ផ្ដើមលើសទម្ងន់មានបញ្ហាសុខភាពជាពិសេសប៉ះពាល់ជាមួយនឹងបេះដូងបងប្អូនអ្នកគ្នាជួយ share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីជាចំណេះដឹងមួយបងប្អូនយកទៅការពារថែទាំកុំឲ្យមានបញ្ហាប្រឈមសុខភាពនៅថ្ងៃក្រោយ